Nhưng thơ videoនេះសិលមិញណាតើតទៅនឹងទំនុកទឹកដ៏ធំជាងគេបំផុតនៅថៃនេះមានជនជាតិថៃជាច្រើនបានចូលមកខមមិនហើយចូលមកជេរយកតែម្ដងហើយជនជាតិថៃខ្លះក៏ចូលមក deal ណា deal ថាឲ្យយើងប៉ុន្តែអត់បញ្ហាទេដោយសារតែជនជាតិថៃវាមិនដែលចូលចិត្តខ្មែរទេតាំងពីដើមមកហើយក្នុងនោះអត់មានបញ្ហាទេចំពោះថៃប៉ុន្តែខ្ញុំឆ្ងល់មានបងប្អូនខ្មែរមួយចំនួនទូចណាដែលគាត់ចូលមកគាត់ថាឲ្យដែរគាត់ចូលមកលក្ខណៈមិនមែនរិះគន់ដើម្បីស្ថាបនាគឺគាត់ចូលមកស្ដីឲ្យមកថាឲ្យតែម្ដងវាដូចជាយើងនឹងអត់ចេះគិតអត់ចេះដឹងវាធ្វើឲ្យប៉ះពាល់ជាមួយនឹងផ្លូវអារម្មណ៍គាត់ឬក៏ប៉ះពាល់ជាមួយនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមិនក៏មិនដឹងទេប៉ុន្តែខ្ញុំគិតថានិយាយពីវីដេអូមួយនេះมันអាចប៉ះពាល់អីច្រើនទេពីព្រោះនេះយើងជាប្រជាជនយើងនិយាយផ្ទាល់ទេហើយខាងរដ្ឋាភិបាលក៏ខ្ញុំជឿទុកចិត្តគាត់ដែរគាត់ធ្វើអីគាត់មានយុទ្ធសាស្ត្រវិធីសាស្ត្ររបស់គាត់ហើយអានេះនិយាយពីកំផឹងក្នុងចិត្តយើងណាពុកម៉ែបងប្អូនហើយគាត់និយាយមកគឺគាត់ចូលទៅរិះគន់ជាមួយខ្ញុំឲ្យមើល comment គាត់មួយពីរប៉ុន្តែក៏មាន comment ខ្លះក៏និយាយទៅយើងអាចទទួលយកបាននេះណាអើកុំបំពុលដឹងរឿងគូនឹងគូផងនិយាយអីគិតផងកុំចេះខុសរឿងពេកកុំចង់បីមិនត្រូវរឿងបើមិននិយាយគេមិនហៅផងទេបញ្ញាចេញមកចឹងអីបាទដូចបងប្រុសអ្នកនេះគាត់ថាប្រយ័ត្នចូលបិទស៊ីបើបំបាយទំនុកទឹកហ្នឹងស្មើនឹងយើងធ្វើសង្គ្រាមប្រឆាំងនឹងមនុស្សជាតិឃើញទេ comment របស់បងប្រុសបែបនេះអីចេញមកគឺល្អបែបស្ថាបនាណាបែរថាគាត់ឲ្យយោបល់យើងបាទ comment បែបហ្នឹងគឺយើងទទួលយកនិយាយតែខ្ញុំទទួលយកអរគុណច្រើនបងចំពោះការ comment បែបនេះណាបងប្រហែលជាអត់មានបងប្អូនឬក៏ឪពុកម្ដាយបង្កើតដែលគាត់នៅតាមព្រំដែនណាដែលគាត់ត្រូវបានជំនះចេញពីផ្ទះចេញពីទីលំនៅឋានរបស់គាត់នោះទៅកាន់ទីទួលសុវត្ថិភាពទេហើយបងអត់ដឹងថាពួកគាត់ពិបាកចិត្តប៉ុណ្ណាគាត់ភ័យគាត់បារម្ភពីសុវត្ថិភាពរបស់គាត់ប៉ុណ្ណាទេបើនៅផ្ទះបើនៅកន្លែងគាត់រស់នៅសពថ្ងៃណាគឺគាត់ត្រូវប្រឈមខ្លាំងមែនតើអញ្ចឹងគាត់ត្រូវជំនះទៅរកទីទួលសុវត្ថិភាពហើយចំពោះសង្គ្រាមយើងប្រហែលថ្ងៃជាមួយនឹងពួកអាចោសៀមនេះគឺយើងខាតបងច្រើនមែនទែនដឹងស្រាប់ហើយប្រទេសយើងទំជាប្រទេសដែលកំពុងតែអភិវឌ្ឍហើយសង្គ្រាមប្រហែលថ្ងៃហ្នឹងគិតមើលមនុស្សស្លាប់ប្រហែលអ្នកប្រជាជនគ្រាន់តែជាពលរដ្ឋ civil សាមញ្ញណាមិនក្រោម10អ្នកទេម្ដងថ្ងៃនេះតាម page ផ្លូវការរបស់ក្រសួងគាត់ផុសហើយបើនិយាយពីទាហានវិញយើងធម្មតាទេទាំងសងខាងគឺតែងតែមានទេប៉ុន្តែយើងមិនទាន់ដឹងតួលេខច្បាស់ណាប៉ុន្តែវាប្រកាសជាមានការស្លាប់ទាហានជនស៊ីវិលបានស្លាប់នឹងរបួសក្នុងពេលប៉ះទង្គិចគ្នានឹងប្រជាជនត្រូវជំនះហើយមិនមែនតិចខេត្តណាខេត្តជាប់ព្រំដែនមានរហូតដល់ទៅ4 5 6ខេត្តណោះតាំងពីឧត្តរមានជ័យទីមានជ័យព្រះវិហារគិតមើលពោធិ៍សាត់ហើយខេត្តនៅតាមព្រំដែនហ្នឹងត្រូវជំនះទាំងអស់ចេញទៅក្នុងក្រុងហើយការប៉ះពាល់ផ្លូវចិត្តគឺសំខាន់មួយទៀតបន្ទាប់ពីសុវត្ថិភាពណាបងប្អូនខ្លះមានកូនទូចមានឪពុកម្ដាយចាស់ជរាឃើញទេគាត់ត្រូវប្រឈមមុខក្នុងការជំនះចេញពីទីកន្លែងទាំងអស់ហ្នឹងបើនិយាយពីហេដ្ឋារចនាសម្ព័ន្ធប្រាសាទបុរាណរបស់យើងវិញខ្ទេចឃើញតែវីដេអូអាចោសៀមវាផ្លោងទៅលើប្រាសាទតាមាន់ឡើងខ្ទេចឡើងរៀបហើយប្រាសាទរាប់រយរាប់ពាន់ឆ្នាំហើយមើលប្រាសាទព្រះវិហារយើងមើលខ្ទេចប៉ុណ្ណាត្រូវជួសជុលប្រហែលដងហើយសួរជួសជុលហ្នឹងវាស្អាតដូចដើមឬក៏អត់បងចេះឈឺចាប់វាអត់ខ្ញុំឈឺចាប់ខ្ញុំឃើញវីដេអូហ្នឹងណាឈឺចាប់អញ្ចឹងអានេះវាជាគំនិតបើសិនជាវាមិនដល់ដំណាក់កាលចុងក្រោយទេខ្ញុំគិតថារដ្ឋាភិបាលក៏គាត់មិនធ្វើដែរអញ្ចឹងណាវាមិនទាន់ដល់ពេលណាព្រោះអានេះវាប៉ះពាល់ធំទៅលើជាពិសេសជនស៊ីវិលដោយសារតែទឹកនឹងវាធំណាហើយយើងមើលអាគារយើងមើលផ្លូវថ្នល់ហើយថ្ងៃមុនហ្នឹងទៅដាក់ស្ពានមួយទៅអីស្ពានទំនប់ទឹកមេទឹកនៅខាងពោធិ៍សាត់ហើយថ្ងៃនេះមានឃើញប្លង់ទៅដល់សៀមរាបទៀតខាងស្រុកស្រីស្នំឃើញហ៎ S16 វាហោះឡើងឆ្វែឬក៏បងគិតថាចាំទៅដល់ក្នុងក្រុងហ្មងបានបងគិតថានិយាយគិតថាអាចបំផ្លាញវាវិញបានបើវាបំផ្លាញយើងមកប៉ុណ្ណឹងហើយនិយាយពីវិស័យទេសចររបស់យើងវិញប៉ុណ្ណឹងប្រាសាទព្រះវិហារលែងមានទេសចរចេញចូលប្រាសាទតាមាន់កន្លែងផ្សេងខូចខាតបាត់បង់ចំណូលរដ្ឋច្រើនមែនទែនវិស័យពាណិជ្ជកម្មជាមួយប្រទេសជិតខាងមិនមែនតែជាមួយថៃទេជាមួយប្រទេសផ្សេងក៏វាត្រូវប៉ះពាល់ដែរដោយសារតែបិទមានការបិទក្នុងការដឹកជញ្ជូនហើយជីវភាពរបស់ប្រជាជនក៏ត្រូវលំបាកវេទនាការចំណាយទៅលើសព្វាវុធទៅលើយោធាគឺរបស់គាត់ដូចកភ្លើងដូចអាវុធធនធ្ងន់ធំអីហ្នឹង
គោត្រូវចំណាយច្រើនឃើញអត់ប៉ះពាល់ច្រើនមែនតើបើនិយាយពីសង្គមជាតិអញ្ចឹងខ្ញុំគិតថាវីដេអូហ្នឹងវាអត់មានអីជាធំដុំវាអត់មានអីជាឧបសគ្គសម្រាប់រដ្ឋាភិបាលរបស់យើងទេអីដែលឧបសគ្គសម្រាប់បងទេបងប្រហែលអាចគិតច្រើនពេកអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់បន្ថែមបន្តិចទៅលើប្រវែងទំនប់ទឹកហ្នឹងណាយើងវាស់មើលទាំងអស់គ្នាទៅទំនប់ហ្នឹងវាធំតោះយើងមើលប្រវែងណាខ្ញុំវាស់ឲ្យមើលទៅតើវាប្រវែងប្រហែលនេះពីផ្ទៃម្ខាងនេះទៅដល់ផ្ទៃខាងចុងណាយើងវាស់ជាខ្សែកោងអូខេខ្សែកោងប្រវែងទំនប់ទឹកហ្នឹងគឺ425ម៉ែត្រ425ម៉ែត្រចិត្តស្មើនឹងកន្លះគីឡូដែរនេះ425ម៉ែត្រប្រវែងរបស់ប្រវែងបដោយមើលនិយាយទៅយើងនិយាយថាប្រវែងបដោយរបស់ទំនប់ទឹកមួយហ្នឹងអូខេអញ្ចឹងវីដេអូនេះផ្ញើជូនទៅកាន់បងជាពិសេសហើយបើសិនជាខុសឆ្គងអីអធិស្ឋានផងបងអានេះវាតកតងទៅនឹងរឿងចិត្តរបស់ខ្ញុំអត់សូវសប្បាយចិត្តហើយខ្ញុំព្រួយបារម្ភពីប្រជាជនហើយនិងបងប្អូនដែលគាត់ជំនះចេញពីទីអសុវត្ថិភាពណាទៅរកទីដែលមានសុវត្ថិភាពឥឡូវនឹងកើនច្រើនណាអាចនឹងទៅមុខទៀតនឹងអាចនឹងដល់រាប់លានអ្នកណាអូខេអរគុណច្រើន